បើមានម្ហូបឆ្ងាញ់ហើយបើបានញ៉ាំជុំគ្នាដោយសេចក្តីស្រឡាញ់ទៀតគឺកាន់តែពិសេសមែនទែនមួយមុខនេះមិនស្រួលពេកហើយក៏មិនពិបាកពេកដែរដោយសារតែយើងត្រូវចិញ្ច្រាំសាច់ជ្រូកហើយនិងត្រីប្រម៉ាចូលគ្នាចឹងទៅក៏រៀងចំណាយពេលរៀងយូរតិចដែរបន្ទាប់ពីយើងចិញ្ច្រាំសាច់ជ្រូកចិញ្ច្រាំត្រីប្រម៉ាចូលគ្នាហើយគឺយើងដាក់ម្ទេសខ្ទឹមសខ្ទឹមក្រហមចូលចិញ្ច្រាំជាមួយគ្នាដែរបន្ទាប់មកទើបយើងផ្សំគ្រឿងដូចជាអំបិលស្ករសម្សៅស៊ុបហើយនិងប៊ីចេងហើយចុងក្រោយគេដែលយើងខ្វះអត់បាននោះគឺយើងដាក់ពងទាឬក៏ពងមាន់ចូលសម្រាប់ខ្ញុំបានប្រើពងទាចំនួន4គ្រាប់បន្ទាប់ពីគោះចូលច្បល់ជាមួយគ្នាហើយទើបខ្ញុំរៀបដាក់ចំហុយតែម្ដងហើយចុះបើសិនជាយើងផ្សំគ្រឿងអត់ត្រូវប្រៃពេកផ្អែមពេកឬក៏សាបពេកតើយើងត្រូវធ្វើម៉េចទៅបើយើងដាក់ចំហុយហើយបាត់ហ្នឹងអញ្ចឹងវិធីសាស្ត្ររបស់ខ្ញុំគឺខ្ញុំបានយកសាច់និងបន្តិចយកទៅចៀនហើយភ្លក់មើលបើសិនជាល្មមខ្ញុំរៀបចំចំហុយតែម្ដងតែបើសិនជាភ្លក់ទៅស្ទើរគ្រឿងណាមួយនឹងខ្ញុំលៃលោកហើយនឹងថែមថយតាមហ្នឹងហើយសម្រាប់ពងក្រហមដែលខ្ញុំដួសទុកជាមួយនឹងស្លឹកខ្ទឹមអំបាញ់មិញហ្នឹងគឺខ្ញុំទុកលាបពីលើសាច់ជ្រូករបស់យើងដើម្បីមុនពេលយើងដាក់ចំហុយហើយនឹងពេលដែលយើងចំហុយចិត្តឆ្អិនដើម្បីលើកពណ៌លើកសម្រស់ឲ្យមើលមកកាន់តែគួរឲ្យឆ្ងាញ់អញ្ចឹងបងប្អូនអញ្ចឹងសរុបមកសាច់ជ្រូកចិញ្ច្រាំត្រីប្រម៉ារបស់ខ្ញុំគឺខ្ញុំធ្វើបាន2ចានគីឡូតូចល្មមដែររួចរាល់ហើយអញ្ចឹងខ្ញុំរៀបចំដាក់ចំហុយឃើញថាម្ហូបរបស់យើងចិត្តឆ្អិនហើយខ្ញុំក៏បានលាបពងមាន់ជាមួយនឹងស្លឹកខ្ទឹមពីលើគឺថាលាបហើយកាន់តែទំនងគួរឲ្យចង់ញ៉ាំមែនតែនតោះអញ្ចឹងបងប្អូនមកភាសាបាយជាមួយគ្នាអរគុណច្រើនបាយបាយ